សង្វេគណាស់ក្មេងៗពីរនាក់ដែលមានឪពុកម្ដាយជាជនជាតិខ្មែរត្រូវបានឡានបុកស្លាប់នៅឯប្រទេសអូស្ត្រាលីខណៈម្នាក់មានអាយុ5ឆ្នាំនិងម្នាក់ទៀតមានអាយុ14ខែ Make up រងថ្ងៃថតរងថ្ងៃប៉ុន្តែស្បែកមុខនៅតែស្អាតដោយសារតែរងថ្ងៃហ្នឹងខ្ញុំមកប្រើជាមួយនឹង Night Cream របស់ AK7 Night Cream នេះដែរគឺមានតួនាទីជួយព្យាបាលស្បែកមុខដែលគាត់មានបញ្ហាមុនជាប់អាចរយឬមួយក៏តែស្អែកក្រហមមកគឺថាល្អប្រើខ្លាំងមែនតើឃើញប្រសិទ្ធភាពតាំងពីប្រើលើដំបូងហ្មងអញ្ចឹងសម្រាប់បងប្អូនដែលគាត់មានបញ្ហាជាមួយនឹងស្បែកមុខក៏អាចមកសាកប្រើជាមួយនឹង Premium Collagen Night Cream របស់ AK7 ទាំងអស់គ្នា នេះជាដំណឹងដ៏សោកសៅសម្រាប់សហគមន៍ខ្មែរនៅអូស្ត្រាលីកុមារតូចៗពីរនាក់ Catherine អាយុ5ឆ្នាំនិង Harry អាយុ1ឆ្នាំបានបាត់បង់ជីវិតក្នុងគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយនៅទីក្រុង Sydney ប្រទេសអូស្ត្រាលីខណៈអ្នកម្ដាយកំពុងនាំពួកគេត្រឡប់ពីសាលារៀនតាមសេចក្តីរាយការណ៍ក្រុមគ្រួសារកំពុងឆ្លងផ្លូវស្រាប់តែរថយន្តមួយបានបុក Catherine និងរទេះកូនក្មេងដែលមាន Harry កំពុងអង្គុយប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានព្យាយាមជួយសង្គ្រោះយ៉ាងអស់ពីសមត្ថភាពប៉ុន្តែទោះជាយ៉ាងណាក៏កុមារទាំងពីរនៅតែមិនអាចបើកភ្នែកវិញឡើយគូបញ្ជាក់ផងដែរថា Catherine ទៅតែទទួលបានពានរង្វាន់ពីសាលានាងមានការសប្បាយចិត្តជាខ្លាំងពេលដែលដើរតាមផ្លូវទៅផ្ទះប៉ុន្តែក្នុងរយៈពេលត្រឹមតែមួយប្រវេចភ្នែកប៉ុណ្ណោះគ្រួសារមួយដ៏កក់ក្ដៅបានបាត់បង់កូនទាំងពីរនាក់ដោយលែងគ្មានថ្ងៃត្រឡប់ចូលរួមសោកស្ដាយយ៉ាងក្រៀមក្រំចំពោះឪពុកម្ដាយដែលពួកគាត់ជាជនជាតិខ្មែរហើយរស់នៅលើទឹកដីនៃប្រទេសអូស្ត្រាលីដែលត្រឹមតែមួយប្រពេចភ្នែកប៉ុណ្ណោះបានបាត់បង់កូនជាទីស្រឡាញ់ដល់ទៅ2នាក់ហើយកូនកំពុងតែពេញស្រឡាញ់នៅតិចថែមទៀតMake up រងថ្ងៃថតរងថ្ងៃប៉ុន្តែស្បែកមុខនៅតែស្អាតដោយសារតែរងថ្ងៃហ្នឹងខ្ញុំមកប្រើជាមួយនឹង Night Cream របស់ AK7 Night Cream នេះដែរគឺមានតួនាទីជួយព្យាបាលស្បែកមុខដែលគាត់មានបញ្ហាមុនជាប់អាចរយឬមួយក៏តែស្អែកក្រហមមកគឺថាល្អប្រើខ្លាំងមែនតើឃើញប្រសិទ្ធភាពតាំងពីប្រើលើដំបូងហ្មងអញ្ចឹងសម្រាប់បងប្អូនដែលគាត់មានបញ្ហាជាមួយនឹងស្បែកមុខក៏អាចមកសាកប្រើជាមួយនឹង Premium Collagen Night Cream របស់ AK7 ទាំងអស់គ្នាសង្វេគណាស់ក្មេងៗពីរនាក់ដែលមានឪពុកម្ដាយជាជនជាតិខ្មែរត្រូវបានឡានបុកស្លាប់នៅឯប្រទេសអូស្ត្រាលីខណៈម្នាក់មានអាយុ5ឆ្នាំនិងម្នាក់ទៀតមានអាយុ14ខែ Make up រងថ្ងៃថតរងថ្ងៃប៉ុន្តែស្បែកមុខនៅតែស្អាតដោយសារតែរងថ្ងៃហ្នឹងខ្ញុំមកប្រើជាមួយនឹង Night Cream របស់ AK7 Night Cream នេះដែរគឺមានតួនាទីជួយព្យាបាលស្បែកមុខដែលគាត់មានបញ្ហាមុនជាប់អាចរយឬមួយក៏តែស្អែកក្រហមមកគឺថាល្អប្រើខ្លាំងមែនតើឃើញប្រសិទ្ធភាពតាំងពីប្រើលើដំបូងហ្មងអញ្ចឹងសម្រាប់បងប្អូនដែលគាត់មានបញ្ហាជាមួយនឹងស្បែកមុខក៏អាចមកសាកប្រើជាមួយនឹង Premium Collagen Night Cream របស់ AK7 ទាំងអស់គ្នា នេះជាដំណឹងដ៏សោកសៅសម្រាប់សហគមន៍ខ្មែរនៅអូស្ត្រាលីកុមារតូចៗពីរនាក់ Catherine អាយុ5ឆ្នាំនិង Harry អាយុ1ឆ្នាំបានបាត់បង់ជីវិតក្នុងគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយនៅទីក្រុង Sydney ប្រទេសអូស្ត្រាលីខណៈអ្នកម្ដាយកំពុងនាំពួកគេត្រឡប់ពីសាលារៀនតាមសេចក្តីរាយការណ៍ក្រុមគ្រួសារកំពុងឆ្លងផ្លូវស្រាប់តែរថយន្តមួយបានបុក Catherine និងរទេះកូនក្មេងដែលមាន Harry កំពុងអង្គុយប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានព្យាយាមជួយសង្គ្រោះយ៉ាងអស់ពីសមត្ថភាពប៉ុន្តែទោះជាយ៉ាងណាក៏កុមារទាំងពីរនៅតែមិនអាចបើកភ្នែកវិញឡើយគូបញ្ជាក់ផងដែរថា Catherine ទៅតែទទួលបានពានរង្វាន់ពីសាលានាងមានការសប្បាយចិត្តជាខ្លាំងពេលដែលដើរតាមផ្លូវទៅផ្ទះប៉ុន្តែក្នុងរយៈពេលត្រឹមតែមួយប្រវេចភ្នែកប៉ុណ្ណោះគ្រួសារមួយដ៏កក់ក្ដៅបានបាត់បង់កូនទាំងពីរនាក់ដោយលែងគ្មានថ្ងៃត្រឡប់ចូលរួមសោកស្ដាយយ៉ាងក្រៀមក្រំចំពោះឪពុកម្ដាយដែលពួកគាត់ជាជនជាតិខ្មែរហើយរស់នៅលើទឹកដីនៃប្រទេសអូស្ត្រាលីដែលត្រឹមតែមួយប្រពេចភ្នែកប៉ុណ្ណោះបានបាត់បង់កូនជាទីស្រឡាញ់ដល់ទៅ2នាក់ហើយកូនកំពុងតែពេញស្រឡាញ់នៅតិចថែមទៀត Make up រងថ្ងៃថតរងថ្ងៃប៉ុន្តែស្បែកមុខនៅតែស្អាតដោយសារតែរងថ្ងៃហ្នឹងខ្ញុំមកប្រើជាមួយនឹង Night Cream របស់ AK7 Night Cream នេះដែរគឺមានតួនាទីជួយព្យាបាលស្បែកមុខដែលគាត់មានបញ្ហាមុនជាប់អាចរយឬមួយក៏តែស្អែកក្រហមមកគឺថាល្អប្រើខ្លាំងមែនតើឃើញប្រសិទ្ធភាពតាំងពីប្រើលើដំបូងហ្មងអញ្ចឹងសម្រាប់បងប្អូនដែលគាត់មានបញ្ហាជាមួយនឹងស្បែកមុខក៏អាចមកសាកប្រើជាមួយនឹង Premium Collagen Night Cream របស់ AK7 ទាំងអស់គ្នា